Hello សួស្តីបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតអ្នកគ្នានៅក្នុង Channel YouTube របស់ខ្ញុំ Share Home អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងអំពីវីដេអូក៏ដូចជារបៀបនៃការចែករំលែកនៅក្នុងវីដេអូនេះបាទអញ្ចឹងបើសិនជាបងប្អូនយើងគិតថាវីដេអូនេះមានប្រយោជន៍ពេលដែលបងប្អូនទស្សនាវីដេអូនេះចប់ណាបងប្អូនយើងអាចធ្វើការចែករំលែកបន្តទៀតបានបាទហើយកុំភ្លេចធ្វើការតាមដាននៅក្នុង Channel YouTube របស់ខ្ញុំផងដើម្បីបាននៅវីដេអូថ្មីៗពីខ្ញុំបន្តទៀតអ្នកគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំប្រធានបទរបស់ខ្ញុំគឺចង់និយាយតាក់ទងជាមួយនឹងការទទួលលុយបាទឧទាហរណ៍ថាបងប្អូនយើងឬក៏អតិថិជនណាដែលគាត់វេលុយមកតាមរយៈវិញបាទវិញវេលុយអញ្ចឹងវិញវេលុយគឺគាត់វេតាមរយៈលេខទូរស័ព្ទដៃអញ្ចឹងណាអញ្ចឹងនៅក្នុងឥឡូវនេះគឺខ្ញុំឧទាហរណ៍គឺខ្ញុំមានគំរូឧទាហរណ៍បាទជាក់ស្ដែងតែម្ដងបាទពេលនេះគឺឥឡូវនេះគឺខ្ញុំមានអតិថិជនរបស់ខ្ញុំម្នាក់គាត់បានវេលុយមកតាមរយៈវិញតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទអញ្ចឹងខ្ញុំអ្នកទទួលអតិថិជនរបស់ខ្ញុំគឺជាអ្នកផ្ញើអញ្ចឹងណាប៉ុន្តែខ្ញុំពេលនេះគឺខ្ញុំខ្ជិលបាទខ្ញុំខ្ជិលឥឡូវនេះគឺខ្ញុំនៅផ្ទះគឺខ្ញុំខ្ជិលទៅកណន័យខ្ជិលទៅភ្នាក់ងារវិញទៅដកលុយហ្នឹងណាខ្ញុំខ្ជិលទៅដកលុយហ្នឹងអញ្ចឹងខ្ញុំខ្ជិលទៅដកលុយហ្នឹងប៉ុន្តែខ្ញុំមានជាមួយនឹងកងធនាគារវិញបាទនេះកងធនាគារវិញនេះណាគឺខ្ញុំមានជាមួយនឹងកងធនាគារវិញបាទនេះវិញនេះកងធនាគារវិញនេះអញ្ចឹងបងប្អូនយើងមិនចាំបាច់ទៅដល់ភ្នាក់ងារវិញក៏បានដែរបាទបងប្អូនយើងមិនចាំបាច់ជិះម៉ូតូឬក៏ជិះកង់ឬក៏បងប្អូនយើងមិនចាំបាច់ធ្វើដំណើរទៅភ្នាក់ងារវិញក៏បានដែរបងប្អូនយើងមានទូរស័ព្ទដៃមួយទៅបងប្អូនយើងមានកង់នេះមានគណនីវិញនេះបងប្អូនយើងអាចយកអាលុយដែលអតិថិជនរបស់យើងឬក៏បងប្អូនយើងគាត់វេមកឲ្យយើងតាមរយៈលេខទូរស័ព្ទដៃហ្នឹងឲ្យលុយហ្នឹងចូលក្នុងកង់របស់យើងបាទឲ្យលុយហ្នឹងគឺចូលក្នុងកង់របស់យើងបាទអញ្ចឹងការធ្វើបែបម៉េចបងប្អូនចាំទស្សនាដល់គ្នាណាបាទចាំទស្សនាបន្តទៀតអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំមានជាមួយបងប្អូនដឹងស្រាប់ហើយគឺខ្ញុំមានជាមួយនឹងលេខនេះបាទលេខកូដហ្នឹងគឺជាលេខកូដដូចជា8ខ្ទង់2468ខ្ទង់លេខកូដ8ខ្ទង់ហ្នឹងបងប្អូនដឹងស្រាប់ហើយនៅពេលដែលបងប្អូនយើងវេលុយមកឲ្យហើយតែងតែហៅលេខកូដហ្នឹងមកឲ្យយើងហើយអញ្ចឹងលេខកូដហ្នឹងគឺសំខាន់អញ្ចឹងបងប្អូនយើងកត់លេខកូដនោះឲ្យបានត្រឹមត្រូវហើយកុំភ្លេចធ្វើការចំណាំឲ្យបានត្រឹមត្រូវបាទកត់ត្រាបានត្រឹមត្រូវទាំងទឹកលុយទាំងលេខកូដបាទទាំងលេខទូរស័ព្ទដៃផងដែរប្រាប់គេឲ្យផ្ញើឲ្យត្រូវបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលតោះខ្ញុំចូលមកក្នុងនេះទាំងអស់គ្នាអញ្ចឹងខ្ញុំមានជាមួយនឹងលេខកូដហ្នឹងហើយនេះលេខកូដរបស់ខ្ញុំលេខកូដវិញហ្នឹងឥឡូវខ្ញុំធ្វើការចូលមកក្នុងគណនីវិញរបស់ខ្ញុំបាទអញ្ចឹងបងប្អូនយើងដើម្បីយើងខ្ជិលទៅដល់ភ្នាក់ងារវិញបងប្អូនមានកម្មវិធីវិញហ្នឹងឬក៏ធនាគារវិញហ្នឹងបងប្អូនយើងអាចធ្វើតាមខ្ញុំបាទអញ្ចឹងឥឡូវបងប្អូនយើងមកដល់ទម្រង់នេះហើយបងប្អូនធ្វើការចុចនៅលើកន្លែងនេះដែលមានពាក្យថាលេខកូដមកវិញនេះបាទបងប្អូនចុចលើលេខហ្នឹងមកបាទចុចលើលេខហ្នឹងនេះអញ្ចឹងនៅពេលដែលបងប្អូនចុចលើលេខកូដមកវិញហ្នឹងគឺវានឹងបង្ហាញហើយបាទឥឡូវគឺខ្ញុំសូមធ្វើការបញ្ចូលលេខកូដសម្ងាត់របស់ខ្ញុំបន្តិចសិនបាទហ្នឹងហើយអូខេបងប្អូនអរគុណអញ្ចឹងនៅពេលដែលខ្ញុំធ្វើការបញ្ចូលលេខកូដសម្ងាត់របស់ខ្ញុំមិញហើយបន្តមកទៀតគឺវាចេញមកតម្រូវបែបនេះបងប្អូនចុចលើពាក្យថាវិញនេះបាទអញ្ចឹងពេលបងប្អូនធ្វើការចុចពាក្យថាវិញហ្នឹងទៅបងប្អូនយើងនឹងឃើញជាមួយលេខកឡោននេះកឡោនមាន8ខ្ទង់2 4 6 8ខ្ទង់បាទអញ្ចឹងកឡោន8ខ្ទង់ហ្នឹងគឺបងប្អូនយើងយកអាលេខកូដ8ខ្ទង់ដែលគេផ្ញើវិក័យប័ត្រឲ្យយើងមិញហ្នឹងដែលខ្ញុំបានបង្ហាញខាងដើមវីដេអូមិញហ្នឹងបញ្ចូលវាទៅនេះមកនេះយើងបញ្ចូលតាំងពីដើមដល់ចប់មកបាទធ្វើម៉េចបញ្ចូលតាំងពីលេខ1ខ្ទង់ឡើងដល់8ខ្ទង់ឲ្យបានត្រូវបាទអូខេឥឡូវខ្ញុំសូមធ្វើការបញ្ចូលសិនបាទអូខេណាសូមធ្វើការបញ្ចូលសិនអូខេបងប្អូនអ្នកនាងអញ្ចឹងឥឡូវនេះគឺខ្ញុំបានបញ្ចូលលេខកូដទាំង8ខ្ទង់ដែលពីមាននៅក្នុងវិក័យប័ត្រដែលគេបានថតឲ្យខ្ញុំហើយណាដែលអតិថិជនរបស់ខ្ញុំបានថតឲ្យខ្ញុំហើយហ្នឹងអញ្ចឹងខ្ញុំបញ្ចូលត្រូវឲ្យហើយបន្តមកទៀតបងប្អូនធ្វើការចុចលើពាក្យថាផ្ញើនេះចុចពាក្យថាផ្ញើហ្នឹងទៅដើម្បីយើងដកលុយចំនួន70000បាទឬក៏ចំនួនទឹកលុយដែលជាក់ស្ដែងដែលគេបានវេមកឲ្យយើងហ្នឹងទៅណាហ្នឹងហើយខ្ញុំសូមបញ្ជាក់ដល់គ្នាណាបាទដើម្បីយើងបានអញ្ចឹងខ្ញុំសូមបញ្ជាក់ឥឡូវយើងធ្វើការចុចពាក្យថាផ្ញើសិនមកបាទហ្នឹងហើយអូខេនេះអញ្ចឹងបន្តមកទៀតគឺវាចេញមកតម្រង់បែបនេះអញ្ចឹងបងប្អូនយើងនឹងឃើញនេះគឺបញ្ជាក់ទឹកលុយឲ្យយើងណានេះទឹកលុយគឺ70000បាទអញ្ចឹងអតិថិជនគាត់បានផ្ញើមកឲ្យខ្ញុំ70000ហ្នឹងហើយអញ្ចឹងខ្ញុំខ្ជិលទៅដល់ភ្នាក់ងារវិញខ្ញុំមានជាមួយនឹងកង់កង់វិញនេះ
ចឹងខ្ញុំអាចដកលុយពីការវេពីអតិជនរបស់ខ្ញុំហ្នឹងចូលមកក្នុងកងរបស់ខ្ញុំហើយចាំខ្ញុំធ្វើការដកលុយហ្នឹងឬក៏ទូទាត់លុយហ្នឹងឲ្យទៅគេទៅណាបងប្អូនគ្នាបាទអូខេអញ្ចឹងបន្ទាប់មកបងប្អូនឃើញទឹកលុយ 70000 ហ្នឹងហើយបងប្អូនឃើញគេដាក់ថាថ្លៃសេវាគឺ free បាទដោយសារតែខាងអតិជនរបស់យើងឬក៏បងប្អូនយើងបានធ្វើការឲ្យថ្លៃសេវាពីខាងហ្នឹងឲ្យអស់ហើយបាទតែបើសិនជាអត់បានធ្វើការឲ្យទេវានឹងបង្ហាញយើងនៅត្រង់ទីនេះនេះអញ្ចឹងធ្វើការជិះពីថាបញ្ជាក់មកបាទជិះពីថាបញ្ជាក់មកអ្នកនាងអូខេអញ្ចឹងមកដល់តម្រងនេះគឺខ្ញុំសូមធ្វើការបញ្ចូលលេខកូដរបស់ខ្ញុំ4ខ្ទង់សិនបាទអូខេបងប្អូនអ្នកនាងអញ្ចឹងឥឡូវនេះគឺខ្ញុំបានធ្វើការទទួលបានលុយហ្នឹងហើយនេះបាទអញ្ចឹងគេដាក់ថាប្រតិបត្តិការជោគជ័យទឹកលុយគឺ70000ហើយលេខគណនីវិញដែលគេវេមកឲ្យនោះគឺបងប្អូនឃើញទេនោះបាទគឺជាលេខដែលអ្នកវេមកឲ្យខ្ញុំណាបាទលេខអតិថិជនរបស់ខ្ញុំហ្នឹងហើយអញ្ចឹងឥឡូវគឺខ្ញុំទទួលបានជោគជ័យហើយអ្នកនាងណាបាទខ្ញុំទទួលបានជោគជ័យហើយអញ្ចឹងបងប្អូននឹងឃើញស្រាប់ណាអ្នកនាងបាទគឺខ្ញុំទទួលបានជោគជ័យពិតមែនអូខេអញ្ចឹងខ្ញុំសូមបន្ថែមបន្តិចអ្នកនាងដើម្បីយើងបានអញ្ចឹងណាបាទដើម្បីយើងបានអញ្ចឹងបងប្អូននៅពេលដែលបងប្អូនយើងឲ្យអតិថិជនឬក៏ឲ្យបងប្អូនយើងវេលុយមកឲ្យហ្នឹងបងប្អូនកុំភ្លេចធ្វើការឲ្យខាងដែលគេអ្នកផ្ញើឲ្យយើងហ្នឹងគឺផ្ញើតាមរយៈលេខដែលយើងមានគណនីវិញហ្នឹងបាទឧទាហរណ៍ចេះបាទបងប្អូនយើងយកលេខឧទាហរណ៍ថាលេខ097បាទ1 2 3 4 5 6 7 8អញ្ចឹងទៅណាអញ្ចឹងបងប្អូនយើងកុំភ្លេចយកអាលេខ097 1 2 3 4 5 6 7ហ្នឹងឲ្យអ្នកផ្ញើហ្នឹងផ្ញើតាមលេខហ្នឹងមកដោយសារតែលេខហ្នឹងគឺមានគណនីវិញរបស់យើងបាទនៅក្នុងទូរស័ព្ទដៃអញ្ចឹងបងប្អូនយើងឲ្យគាត់វេតាមលេខហ្នឹងមកនៅពេលដែលយើងធ្វើការយកលេខកូដ6ខ្ទង់បំពេញនៅក្នុងកន្លែងបង្ហាញមិញហ្នឹងអញ្ចឹងបងប្អូនយើងអាចឲ្យលុយនេះចូលមកក្នុងកងរបស់យើងបានប៉ុន្តែបើសិនជាករណីយើងតម្លាក់លេខឲ្យអ្នកផ្ញើលុយមកឲ្យយើងហ្នឹងតាមរយៈវិញហ្នឹងបាទតម្លាក់លេខផ្សេងតែអត់មានលេខហ្នឹងគឺអត់ដែលយកមកភ្ជាប់ជាមួយនឹងវិញទេបកកើតមួយវិញទេអញ្ចឹងយើងអាចដកបានទេបាទយើងអាចដកលុយហ្នឹងចូលមកក្នុងកងវិញបើយើងបានទេអ្នកនេះណាហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទខ្ញុំអរគុណច្រើនចំពោះការតាមដាននិងទស្សនាបងប្អូនយើងតាពីដើមដល់ចប់បាទមានតែប៉ុណ្្នឹងទេបងប្អូននិយាយរួមទៅការដកនេះគឺខ្លីទេប៉ុន្តែខ្ញុំចង់បញ្យល់បងប្អូនយើងឲ្យកាន់តែច្បាស់បាទអរគុណច្រើនដែលសារមានសម្លេងរំខានបាទ